ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើពងទាចៀនឆាម្រះព្រៅបងប្អូនចាមុខម្ហូបមុខដែរគឺថាងាយស្រួលធ្វើចំណាយលុយតិចហើយគ្រឿងផ្សំក៏តិចដែរបងប្អូនចំណែករសជាតិដឹងតែឆ្ងាញ់ប្លែកមាត់តែម្ដងតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងគឺនាងខ្ញុំបេះម្រះព្រៅសិនចាចំពោះម្រះព្រៅនាងខ្ញុំយកស្លឹកផងហើយនឹងផ្កាខ្ចីផងបងប្អូនពីព្រោះផ្កាវាខ្ចីគឺថាឈ្ងុយមែនតែនចាម្រះព្រៅហ្នឹងមុននឹងយកមកបេះគឺនាងខ្ញុំបានលាងទឹកសម្អាតវាបានស្អាតហើយតាមទៅនាងខ្ញុំបុកខ្ទឹមសហើយនឹងម្ទេសចំពោះម្ទេសនាងខ្ញុំលាយម្ទេសម្លែដែរបងប្អូនពីព្រោះម្ទេសម្លែវាមានពណ៌ល្អហើយនឹងអត់សូវហឹរចាប់តបពេលនេះខ្ញុំបុកបានមាត់ប៉ុណ្ណឹងហើយខ្ញុំទុកម្លាយសិនដល់មកទៀតនេះខ្ញុំចាប់ផ្ដើមមកគោះពងទាដាក់កូនចានមួយមកដើម្បីដឹងថាពងណាស្អុយពងណាអត់ស្អុយចឹងណាដល់មកខ្ញុំយកពងទាហ្នឹងទៅចៀនឲ្យវាឆ្អិនតែចំពោះពងទានេះខ្ញុំចៀនឲ្យឆ្អិនតែម្ដងបងប្អូនឆ្អិនឡើងស្រួយអត់យកជាប់ភ្នៅទេតែបងប្អូនទៅចិត្តជាប់ភ្នៅគឺអាចចៀនជាប់ភ្នៅបានតមកទៀតខ្ញុំដាក់ប្រេងឆាចូលខ្ទះម្ទេសឲ្យក្តៅមករួចរំលីងខ្ទឹមសនិងម្ទេសនឹងឲ្យឈ្ងុយសិនតបមកខ្ញុំផ្សំគ្រឿងដោយដាក់ស្ករអំពៅចំនួន2ស្លាបព្រាបាយប៊ីចេង2ស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេទឹកស៊ីអ៊ីវចំនួន3ស្លាបព្រាបាយប្រេងខ្យង3ស្លាបព្រាបាយហើយទឹកអំពិលទុំចំនួន2ស្លាបព្រាបាយហើយនឹងថែមទឹកស្អាតមួយកូនចានមកចាចំពោះរសជាតិគឺរឿងដិតបន្តិចមកបងប្អូនពីព្រោះកាលណាយើងដាក់ពងទាចូលគឺពងទាវាជប់ជាតិទឹកអញ្ចឹងវាអាចនឹងសាបអញ្ចឹងខ្ញុំដាក់រឿងដិតផ្អែមប្រៃហើយនឹងហឹរចាំតើដាក់ពងទាចូលកូរច្របល់ឲ្យពងទានឹងចូលជាតិបានល្អហើយខ្ញុំដាក់ម្រះព្រៅចូលតែម្ដងរួចកូរត្រឡប់ពី3ត្រឡប់ទៅគឺបានទេបងប្អូនតែប៉ុណ្ណឹងយើងបានពងទាចៀនឆាម្រះព្រៅមួយមុខដែលមានរសជាតិឆ្ងាញ់ហើយបងប្អូនចាអញ្ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានគឺងាយស្រួលហើយចំណាយលុយតិចមែនទែនចាអញ្ចឹងវីដេអូរបស់នាងខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា